ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានសាច់រឿងមួយរឿងហើយសាច់រឿងមួយរឿងនេះគឺខ្ញុំទទួលបានអំពីអំផលហើយអំផលនេះគាត់និយាយប្រាប់ខ្ញុំអំពីសាច់រឿងរបស់គាត់ណាគាត់ថាជារឿងខ្មោចរបស់ទាហានហើយរឿងខ្មោចទាហាននេះគាត់ថាកើតឡើងនៅក្នុងឆ្នាំ1984ក្នុងឆ្នាំ1984នេះគាត់ថាគាត់គឺជាទាហានហើយខ្មោចទាហានដែលឡងគាត់នេះគឺនៅខេត្តពោធិ៍សាត់នៅភ្នំមួយនោះគាត់ហៅថាភ្នំក្បាលឡានហើយគាត់ថាកាលឆ្នាំនោះគឺគាត់ឡើងទៅវាយណាគាត់ថាគាត់មានមិត្តភ័ក្តិពួកម៉ាក់ចិត្តស្និទ្ធគ្នានឹង6នាក់មានអំត្រាច់អំមាសអំនាងអំដនអំច័ន្ទហើយគាត់ថាគ្នាទាំង6នាក់នេះគាត់ថាគាត់អត់ដែលបែកគ្នាទេពេលដែលឡើងវាយម្ដងគឺគាត់តែងតែទៅជាមួយគ្នាហើយគាត់ថានៅក្នុងថ្ងៃមួយនៅក្នុងឆ្នាំ1984នេះគាត់ថាគ្នារបស់គាត់ទាំងប្រមាណអ្នកហ្នឹងគឺស្លាប់ទាំងអស់នៅសល់តែគាត់មួយទេពេលដែលឡើងវាយនៅភ្នំក្បាលឡានហ្នឹងហើយគាត់ថាពេលដែលគាត់ឡើងវាយភ្នំក្បាលឡាននិងភ្នំដោះកមុំគាត់ថាគ្រោះថ្នាក់ខ្លាំងមែនទែនទាហានគាត់ឃើញស្លាប់ច្រើនមែនទែនបងប្អូនទាំងអស់គ្នាជាពិសេសគឺជាទាហានរបស់ជនជាតិវៀតណាមគាត់ថាឃើញស្លាប់អីទាំងជួរហ្មងពេលឡើងវាយណាព្រោះអីជន់គ្រាប់គេបាញ់ពីលើមកហើយខាងទាហានរបស់គាត់ហ្នឹងគឺឡើងពីក្រោមទៅគាត់ថាងាប់ច្រើនអូច្រើនយត់មែនទែនសែងអត់អស់ទេព្រោះតន់តែហៅកម្លាំងជំនួយទើបអាចយកសពមកវិញបានទាំងអស់ហើយគាត់ថាពេលដែលគាត់ឡើងវាយភ្នំដោះកមុំនៅខេត្តពោធិ៍សាត់ហ្នឹងពេលដែលគាត់ឡើងវាយហ្នឹងគឺមិត្តភ័ក្តិគាត់ទាំង6នាក់នេះគឺនៅរស់ទេអត់ទាន់ស្លាប់ទេតែគាត់ថានៅក្នុងយប់មួយគឺគាត់ឡើងវាយពេលដែលគាត់ឡើងវាយហ្នឹងគឺផ្ទុះអាវុធខ្លាំងមែនទែនហើយគាត់ថាសង្គ្រាមនៅភ្នំដោះកមុំនេះគឺគាត់ទទួលបានជោគជ័យជំនះអញ្ចឹងណាតែគាត់ថាពេលដែលគាត់ចុះមកវិញហ្នឹងគឺគាត់ជួបខ្មោចទាហានដែលវាអកុសលដែរជួបខ្មោចទាហានដែលជាទាហានជនជាតិខ្មែររបស់យើងណាពេលដែលគាត់ជួបអញ្ចឹងទៅក៏នាំគ្នាសែងយកមកដាក់នៅជំរុំណាយកមកដាក់នៅប្រទាយពេលដែលយកមកដាក់នៅប្រទាយនេះគឺគាត់អ្នកសែងមកនេះគឺជាអ្នកយាមនៃសពគាត់ថានៅក្នុងយប់មួយដែលគាត់សែងសពនឹងយកមកដាក់ខាងក្រោមហើយនៅយាមតម្រាំតែគេរៀបចំបញ្ជូនឲ្យសពនឹងត្រឡប់មកស្រុកកំណើតវិញណាគាត់ថាពេលយប់ហ្នឹងគឺសពនឹងឯងមានចលនាបងប្អូនទាំងគ្នាគាត់ថាមានចលនាគាត់ថាពេលដែលគាត់ដេកលក់ទៅអាលាវណាមិនលក់ទាំងស្រុងទេគឺអាលាវពេលអាលាវហ្នឹងគាត់ថាឮសំឡេងដូចជាមានមនុស្សដើរដូចជាមានចលនាអីមួយនៅចិត្តហ្នឹងណាគាត់ខំភ្ញាក់មកកាន់កភ្លើងរកមើលតែគាត់ថារកមើលអត់មានឃើញអីទេពេលដែលគាត់រកមើលអត់មានឃើញអីចឹងគាត់ក៏ប្រាស់ខ្លួនសម្រាកទៅទៀតព្រោះអីវេនយាមវាមានច្បាស់លាស់របស់គេអញ្ចឹងណាហើយគាត់មិនមែនជាអ្នកវេនយាមរបស់គាត់ទេគាត់គ្រាន់តែដេកកំណរសពទេគឺដេកការពារកុំឲ្យមានសត្វព្រៃអីមកលួចខំយកអញ្ចឹងណាគាត់ថាកដាលយប់ហើយស្រាប់តែឮសំឡេងព្រុសឮសំឡេងព្រិចព្រុសអញ្ចឹងណាដល់អញ្ចឹងទៅគាត់ក៏ងើបចេញពីអង្រឹងហ្នឹងដើររមើលគាត់ថាពេលដែលដើររមើលនេះគាត់អត់ហៅមិត្តភ័ក្តិគាត់ទាំងប្រមាណអ្នកនឹងមកទៀតទេគាត់ដើររមើលម្នាក់ឯងគាត់ថាដើរចេញផុតពីនឹងពីកន្លែងគាត់សម្រាកហ្នឹងប្រហែលជាខ្ទង់50-60 ម៉ែត្រឆ្ងាយគួរសមដែរគាត់ថាខ្លាចមានទាហានរបស់ខ្មែរក្រហមណាមកលាក់ប្រកបដាក់គ្រាប់ដាក់អីនៅចិត្តហ្នឹងអញ្ចឹងគាត់ក៏ចេះដើររមើលនេះមើលនោះទៅវាអត់មានឃើញអីទេពេលដែលគាត់ត្រឡប់មកវិញបងប្អូនទាំងអស់គ្នាហើយរឿងដែលធ្វើឲ្យគាត់ហួសចិត្តគាត់ថាត្រឡប់មកវិញគឺឃើញសពដែលគាត់យាមហ្នឹងវាធ្លាក់ដាច់ខ្សែរឹងធ្លាក់ហើយគាត់យកមកដាក់ប្រទាយនេះគឺអត់មានដាក់លើក្រែលើដីលើអីទេគឺយកមកចងរឹងរុំសពណាគាត់ថាដាច់ធ្លាក់មកនៅដីដល់ដាច់ធ្លាក់មកនៅដីអញ្ចឹងគាត់ក៏ទៅហៅមិត្តភ័ក្តិរបស់គាត់ហ្នឹងដែលនៅយាមជាមួយគ្នាហ្នឹងឲ្យមកជួយលើកសពហ្នឹងចងខ្សែរឹងឡើងវិញព
ពេលដែលគាត់ចងខ្សែអង្រឹងនឹងរួចអីហើយហ្នឹងក៏នាំគ្នាត្រឡប់ទៅសម្រាកវិញសម្រាកបានប្រហែលជាខ្ទង់1ម៉ោងទៅ1ម៉ោងកន្លះអាហ្នឹងតាមគាត់និយាយប្រាប់ណាគាត់សម្រាកបានប្រហែលជាមួយសន្ទុះធំអញ្ចឹងស្រាប់តែឮសំឡេងទៀតបងប្អូនអរគ្នាហើយគាត់ថាឮសំឡេងចេញពីកន្លែងរឹងហ្នឹងមកច្បាស់គាត់ថាច្បាស់ឮសំឡេងចេញពីរឹងហ្នឹងមកគាត់ក៏ងាកក្បាលមើលទៅស្រាប់តែឃើញសមោលដើរចុះពីរឹងមកគាត់ថាសពហ្នឹងមិនមែនមានមួយទេគឺសព5 6នាក់ណោះដែលធ្វើឲ្យគាត់យូរហើយនឹងដេកយាមហ្នឹងគឺមានសពច្រើនហើយបើសិនជាសព1សព2អីมันជាបញ្ហាទេប៉ុន្តែនេះសពច្រើនអញ្ចឹងខ្លាចក្រែងលោមានសត្វអីវាធំក្លិនឈាមណាព្រោះអីសពទាហានដែលត្រូវក្របអញ្ចឹងទៅវាមានឈាមមានអីអញ្ចឹងគាត់ក៏កន្លែងទៅគឺឃើញសមោលហ្នឹងដើរចុះពីលើរឹងមកហើយគាត់ថាឃើញសមោលច្បាស់ចែដូចពេលថ្ងៃអញ្ចឹងគាត់មើលឃើញហើយគាត់ខំស្រឡឹងរមើលយូរគាត់ថាឃើញដើរចុះទៅចូលទៅក្នុងព្រៃបាត់ទៅគាត់សម្លឹងមើលយូរណាស់តម្រាំតែគាត់ឈប់មើលគាត់ថាប្រហែលជាខ្មោចហើយព្រោះអីដោយសារគាត់ធ្វើទាហានអញ្ចឹងគាត់ឃើញខ្មោចញឹកញាប់អញ្ចឹងណាអញ្ចឹងទៅគាត់ក៏អត់មានខ្លាចខ្មោចខ្លាចអីទេតែគាត់ថាពេលដែលឮសូរសំឡេងម្ដងទៀតគឺឃើញត្រឡប់មកវិញហើយត្រឡប់មកវិញនេះមិនមែនមកតែម្នាក់ឯងបងប្អូនអរគ្នាពេលដែលគាត់ឃើញសមោលនឹងដើរចេញទៅហ្នឹងគឺដើរតែមួយឯងដល់ពេលត្រឡប់មកវិញគឺឃើញ5 6នាក់ត្រឡប់មកជាមួយគាត់ថាខ្មោចនេះប្រហែលជាទៅហៅគ្នាដែលអត់មកជាមួយពេលដែលស្លាប់ណាអញ្ចឹងគាត់ថារឿងហ្នឹងវាអត់មានអីទៅខ្លាចទេគាត់ក៏សម្រាកទៅទៀតទៅសម្រាកទៅរហូតទៅដល់ទៀបភ្លឺគាត់ថាម៉ោង4ដែរស្រាប់តែម៉ោង4នេះគឺគេវាយម្ដងទៀតវាយនៅចិត្តប្រទាយរបស់គាត់អញ្ចឹងគាត់ក៏បញ្ញាបញ្ញាប់ចេញពីកន្លែងហ្នឹងមកក៏កន្លែងទៅកន្លែងសពហ្នឹងគាត់ថាកន្លែងទៅឃើញខ្មោចហ្នឹងឯងឈរឡើងជ្រូងបងប្អូនអរគ្នាឃើញខ្មោចឈរជ្រូងនេះគឺឃើញតែសមោលគាត់ថាពួកម៉ាក់របស់គាត់ប្រហែលអ្នកទៀតគឺមើលអត់ឃើញទេឃើញតែគាត់ម្នាក់ឯងទេដល់ពេលអញ្ចឹងទៅគាត់ក៏សួរទៅពួកម៉ាក់គាត់ណាសួរទៅអ៊ំមាសអ៊ំនាងអ៊ំត្រាច់អីណាសួរទៅថាពួកអត់ដែរហើយមានបានឃើញសមោលខ្មោចនោះណាអ្នកទាំងអស់គ្នាហ្នឹងក៏ឆ្លើយថាសមោលខ្មោចណាអញមើលអត់ឃើញអីផងគាត់ថាពពករៀងទៅតឹងហើយគ្រាន់តែថាគាត់នៅក្នុងព្រៃអញ្ចឹងណាអញ្ចឹងទៅវារៀងល្ងិតមើលមិនសូវច្បាស់តែសម្រាប់អំផលនេះគឺគាត់ឃើញច្បាស់គាត់ថាពេលដែលគាត់សួរទៅពួកម៉ាក់របស់គាត់អញ្ចឹងទៅពួកម៉ាក់របស់គាត់ថាអត់មានឃើញអីទេដល់អត់មានឃើញអីទេក៏បញ្ញាបញ្ញាប់ស្រាយរឹងនឹងយកមកទុកពួកអីគេវាយនៅចិត្តហ្នឹងហើយលើសំឡេងក្របអីផ្ទុះដុំក្ដាំងអញ្ចឹងរឿងហ្នឹងក៏វាចប់ត្រឹមហ្នឹងតែគាត់ថាចប់នៅក្នុងថ្ងៃហ្នឹងតែគាត់ក៏អត់មានទៅនិយាយរឿងពេលយប់ដែលគាត់ឃើញអីទេប្រាប់ទៅពួកម៉ាក់គាត់ទេអត់បាននិយាយប្រាប់អញ្ចឹងណាដល់ទៅពេលថ្ងៃមួយទៀតគាត់ថាចេញផុតពីភ្នំដោះកមុំហ្នឹងទៅភ្នំក្បាលឡានណាបងប្អូនអរគ្នាគាត់ថាគាត់ឃើញសពស្លាប់អូយរនោករនេលយីពីខ្មោចហើយលើកហ្នឹងឯងដែលធ្វើឲ្យគាត់ហ្នឹងមានអារម្មណ៍ថារៀងខ្លាចដែរសម្បីតែពួកម៉ាក់របស់គាត់ទាំងប្រមាណអ្នកដែលទៅជាមួយគាត់ហ្នឹងក៏ស្លាប់អស់ដែរបងប្អូនអរគ្នាគាត់ថារៀងរន្ធត់ចិត្តដែរមនុស្សរាប់អានគ្នារាល់ថ្ងៃបែរជាស្លាប់ចោលគ្នាបងប្អូនអរគ្នាបើសិនជាយើងវិញក៏រន្ធត់ចិត្តដែររស់នៅជាមួយគ្នាដេកជាមួយគ្នាដើរបាញ់បោះជាមួយគ្នាអញ្ចឹងណាស្រាប់តែស្លាប់ចោលគ្នាទាំងអស់ហើយស្លាប់នឹងអវយជីវៈអត់ពេញទេបងប្អូនអរគ្នាដែលត្រូវក្របបេណាខ្លះដាច់មកកណាត់ខ្លួនខ្លះដាច់ជើងខ្លះដាច់ខ្លួនខ្លះដាច់ដៃអញ្ចឹងទៅរើសប្រមូលសាកសពនឹងយកមកកន្លែងហើយគាត់ថារៀងកំសត់សំណោះមិត្តភ័ក្តិពួកម៉ាក់ដែលធ្លាប់ដើរជាមួយគ្នាហើយសឹងតែរាប់អានគ្នាជាបងប្អូនហ្នឹងដែលដើរជាមួយគ្នាជាប់រាល់ថ្ងៃអញ្ចឹងណាទៅកន្លែងណាក៏ឡើងវាយជាមួយគ្នាកន្លែងណាក៏វាយជាមួយគ្នាមកដល់ពេលហ្នឹងស្រាប់តែស្លាប់ចោលគាត់ក៏ដើររៀងសំណោះដែរយប់ហ្នឹងគាត់អត់ទៅណាទេគាត់នឹកសំណោះពួកម៉ាក់របស់គាត់នៅដេកជាមសពរបស់ពួកម៉ាក់គាត់ហ្នឹង
គាត់ថាពេលដែលយាមសពរបស់ពួកម៉ាក់គាត់នេះគាត់ថាលក់ដែលលក់ណាអាលីវទៅស្រាប់តែឮសំឡេងហៅគាត់ឮសំឡេងហៅអផលឮសំឡេងច្បាស់គាត់ថាឮសំឡេងច្បាស់ចេះហើយខ្ញុំនិយាយសាច់រឿងរបស់គាត់ត្រង់កន្លែងហៅឈ្មោះហ្នឹងស្រាប់តែព្រឺសម្បុរហ្មងបងប្អូនអរគ្នាដោយសារតែវាជារឿងពិតមួយដែលបានកើតឡើងទៅលើអំផលអញ្ចឹងណាអញ្ចឹងទៅនិយាយទៅមានអារម្មណ៍ថាព្រឺសម្បុរជាមួយដល់ពេលគាត់ឮសំឡេងហៅនឹងហើយគាត់ក៏ងើបចេញពីរឹងងើបចេញរកមើលហើយគាត់ថាប្រហែលជាខ្ទង់ម៉ោង9ទេហៅគាត់នេះគាត់រកមើលលេចកើតទៅស្រាប់តែឃើញពួកម៉ាក់របស់គាត់នឹងដើរចេញពីព្រៃមកបងប្អូនអរគ្នាគឺឃើញច្បាស់ចាស់ហ្មងដើរចេញពីព្រៃមកទាំង5នាក់ហ្នឹងដើរចេញមកដើរមកដល់ចំពោះមុខគាត់ហើយក៏ស្រែកប្រាប់គាត់ថាអផលខាងយើងនេះឈ្នះហើយវាយបែកហើយភ្នំក្បាលឡានហ្នឹងហើយគាត់ដែលត្រូវជាអំផលណាគាត់ថាងាប់អញ្ញាសំបីតែស្លាប់ហើយក៏នៅតែមកប្រាប់ថាឈ្នះហើយអាសង្គ្រាមហ្នឹងគឺឈ្នះទៅហើយឥឡូវមកប្រាប់អញទៀតហើយពេលដែលគាត់នឹកអារឿងហ្នឹងហើយគាត់ថាសំណោះមែនតើមកទល់សម័យសពថ្ងៃនេះគឺគាត់នៅតែសំណោះអាឡោះអាល័យចំពោះពួកម៉ាក់គាត់ដែលស្និទ្ធស្នាលជាមួយគ្នាណាហើយមកឃើញស្រស់ស្ដែងអញ្ចឹងពេលដែលមកប្រាប់គាត់នេះគាត់ថារន្ធត់ចិត្តត្រង់កន្លែងដែលឃើញពួកម៉ាក់របស់គាត់នឹងមុខមាត់សិតតែឈាមបងប្អូនអរគ្នាគាត់ថាឃើញក៏ហូមល្ងើពេញខ្លួនតែរូបដែលមកហ្នឹងគឺមានដៃមានជើងពេញទាំងអស់គ្រាន់តែខុសតែត្រង់ថាសិតតែឈាមប្រឡាក់ពេញខ្លួនហើយមកប្រាប់គាត់ថាសង្គ្រាមហ្នឹងគឺឈ្នះហើយកន្លែងហ្នឹងគឺចាប់បានចំណាប់ខ្មាំងចាប់បានអីហើយអញ្ចឹងណាតែគាត់ថាវាបើសិនជាមនុស្សចេះខ្លាចខ្មោចខ្លាចតែគាត់អត់ខ្លាចទេបងប្អូនអរគ្នាគាត់ថាដល់អត់មានអារម្មណ៍ថាខ្លាចអីខ្លាំងណាស់ណាទេវាគ្រាន់តែថារន្ធត់ចិត្តដែលធ្លាប់ដើរជាមួយគ្នាហូបចុកបាយទឹកអីជាមួយគ្នាអញ្ចឹងណាហើយគាត់ថាសំណោះហើយគាត់នៅដេកយាមសពហ្នឹងពេលដែលក្រុមខ្មោចដែលមកប្រាប់គាត់នឹងហើយហ្នឹងក៏រលាយបាត់នៅចំពោះមុខគាត់ហ្នឹងទៅគាត់ថារលាយបាត់ទៅគាត់ក៏ប្រះខ្លួនដេកទៅវិញទៅប្រះខ្លួនដេកហើយនេះគាត់ថាអាពេលដែលគាត់ដេកលក់អាលាវនេះស្រាប់តែឮសំឡេងនិយាយប្រាប់គាត់ថាឲ្យផ្ដាំប្រពន្ធកូនផងណាខ្មោចពួកម៉ាក់របស់គាត់ហ្នឹងមកប្រាប់គាត់ថាឲ្យទៅប្រាប់ប្រពន្ធកូនរបស់គាត់ផងថាឥឡូវគាត់ស្លាប់ហើយគាត់មិនអាចត្រឡប់ទៅផ្ទះវិញបានទេអាហ្នឹងគាត់ជល់សពឯណាគាត់ថាដេកលក់ដូចជាអាលាវទេប៉ុន្តែស្រាប់តែយល់សពឃើញពួកម៉ាក់គាត់ហ្នឹងមកប្រាប់អញ្ចឹងហើយទាំងដែលខ្លួនរបស់គាត់នឹងដឹងច្បាស់ថាពួកម៉ាក់របស់គាត់នឹងគឺស្លាប់អស់ហើយពួកម៉ាក់របស់គាត់នឹងក៏មកបញ្យល់សពប្រាប់ថាគាត់ស្លាប់អស់ទៀតនឹងមកប្រាប់គាត់ឡើងច្បាស់ចែហើយគាត់ថាមិនអីទេពួកម៉ាក់ចាំអញត្រឡប់ទៅស្រុកវិញចាំអញប្រាប់ដល់ពេលគាត់និយាយតបជាមួយនឹងខ្មោចអញ្ចឹងទៅគាត់ក៏ហើយទៅខ្មោចហ្នឹងក៏រលាយបាត់ចំពោះមុខគាត់នឹងទៀតទៅគាត់ថាដេករហូតទល់ព្រឹកប៉ុន្តែដេកនេះមិនមែនដេកលក់ទាំងស្រុងទេបងប្អូនអរគ្នាដោយសារតែមានអារម្មណ៍ថាសោកស្ដាយមិត្តភ័ក្តិដែលស្រឡាញ់គ្នារាប់អានគ្នាដូចបងប្អូនអញ្ចឹងចេះតែនៅអាឡោះអាល័យអញ្ចឹងណាគាត់ថាដេកបដាហូរទឹកភ្នែកបដាគាត់ថាក្នុងមួយឆាកជីវិតរបស់គាត់នេះទោះបីជាគាត់ត្រូវគ្រាប់យ៉ាងណាក៏ដោយក៏គាត់អត់ដែរហូរទឹកភ្នែកដោយពួកម៉ាក់គាត់ស្លាប់អស់ទេនេះគាត់ថាជាសាច់រឿងរបស់គាត់ដែលគាត់ជួបនៅក្នុងឆ្នាំ1984គាត់ថាជួបផុតពីរឿងខ្មោចពួកម៉ាក់គាត់ហ្នឹងទៅគាត់ក៏ជួបរឿងសត្វសាហាវម្ដងគាត់ថាអូយព្រៃកាលនោះព្រៃនៅភ្នំក្បាលឡាននេះគឺសម្បូរសត្វសាហាវហើយសម្បូររឿងខ្មោចមែនទេប៉ុន្តែគ្រាន់តែថាខ្មោចនេះវាមិនមែនចេះតែចេញមកលងទេណាទាន់តែមាននិស័យដែរបានមើលឃើញហើយគាត់ថាខ្លួនរបស់គាត់ផ្ទាល់ដូចជាមាននិស័យជាមួយនឹងខ្មោចអញ្ចឹងដើរទៅយប់យាមយប់អីគាត់ថាអាសាមើលឃើញខ្មោចនឹងឈរចងាងអញ្ចឹងទៅប៉ុន្តែគាត់ដឹងថាខ្មោចគាត់អត់និយាយប្រាប់ទៅអ្នកដែលយាមអីជាមួយគាត់ទេគាត់ចេះតែហីទៅរហូតមកទល់គាត់ចេញពីកន្លែងហ្នឹងគាត់ថាចេញពីកន្លែងហ្នឹងបានគាត់យកសាច់រឿងហ្នឹងមកនិយាយប្រាប់ក្រុមមិត្ត
รวมกรมในกวดตืบแต่บานมาทำไมนะกวดปรับมัดรวมกรมหนึ่งตื้อกวดก็ปรับไอ้รวยเฮ้ยไงกล่าวมอกวดก็ส่งมีบัญชีกาตลอดมาเลงสกสอบปูมาบอกกวดนั่นคือกวดพญาจูนมาสกเอาให้สกนั่นเหมือนแม่เนยจะมวยขณีได้บองปอนดอขณีเสตตาเนยเนี่ยนี่เนยไข่กับปุงจามตือปุงทมตือปริเวณตือไข่ตะแก้วตือสัตว์เนี่ยเนยง่ายขณีปันได้โดยซาแต่กาทั่วสังเกตจะมวยขณีจังตือก็จะสลายขณีรอบอ่านขณีนะก็ทากวดก็ด่าพญาเมาไอ้จำนายกวดคือรวนในนมไข่กับปุงชนังตีจังกวดก็ตลอดเมาปีปฏิบัติเมาปฏิก็ทาเรื่องให้ได้หัวจัดมวยติดได้กวดจูบปฏิเป็นอะไรกวดตลอดมาดอปฏิเวงก็ทามาดอปฏิหายบอกบนดอกนี่เนี่ยปฏิเราบอกกวดนั่นก็ปุงแต่เรียบจอมบนสอบอ้อยก่อนปลุยเนี่ยปฏิหังกระทากวดเตยยูหายอดตลอดมาวิ่งไปจะสลับเอาหายยังtớiเนี่ยปฏินั่นก็เรียบจอมกรรมวิธีบนสอบอ้อยกวดđó làปีกวดมาดอปฏิหายบางปนดอกนี่พี่อยากไปเตียงเนี่ยมาทุบนเอาชูโฉมมือกวนผู้ấy là bay thật quạt đang slap hai giống đọc về khơi quạt màu đọc tia hai miềnกับphượng miền ấy màu chấm môi giống này ao chu cho rút một mưa quạt hai bon đại thư chỉ bon sọp rồi bọc quạt nắng có tờ lọp tới chỉ bon thò mà đà vinh là bon nắng có thư thò mà đà đôi đà tái còn là ta lên chỉ bon sọp bài bây lại cho bon sọp năng hai bông bông nọ cái quạt nơi tia này cứ bàn tại pí ngày thì quạt có từ tua sầm bọt vì mê bằng chia ca nước ói tờ lóp tới bờ tia vinh và thà pê lại từ tua hới có tờ lóp tới bờ tia vinh và thà pê lại từ đo bờ tia vinh nơi không nằm đo đài thì cứ mà pon bùn bùn rồi bay sập bùn nâng tờ đài lên có tờ lóp tới bờ tia vinh có tờ lóp tới đo bờ tia những rương chầm lấy chơi ta cao miên nơi không bờ tia có tha rương chầm lấy nhưng mình mê rương màu lâu nghe bằng bộ nó cái này cứ chỉ rương sạch ra có tha rương sạch ra hai này cứ rương khá trâu một cam thể hiện đó là tia tầm món có tha tia rồi bỏ con nó cứ nơi chua một cái chẳng cứ nơi hàng một cái cứ nơi không prấy có tha không rồi dạ cao tầm an thay để qua tờ lọp màu sọc đi cứ mía rương khá cam thể hiện nó off pi nè chẳng bằng chỉ kỳ hai rồi qua tờ lọp màu vinh hai rồi mà tờ lọp mà bật tia với nhích con ót miên chỉ nè che hạ cung kia tha ôm a mây tê có chưa mà lúc thò mà đa đôi thì dương chẳng đại còn đấy ở vây đại quạt miên nó cứ chùm niên không cả sờ bằng cây không cả bành chẳng nó rồi đời xa quạt đầy tròn cứ bành tròn chùm ngày chật mà rồi mày đấy cứ quạt bành trời mà còn là lơ cực lớn của bành trời thầm đó chẳng kia hai quạt mơ tờ lọp màu vinh nhắn áo mớ xoay rõ sạch khá đấy khăm thì hiền này ai có tha nơi không thay mùi bằng bộ nọ cái này không nằm đó đại thế có tha quật rô khơi khá nó mặc củ miền nhi miền mùi chẳng này bây lại quật rô khơi những cái quật nơi không prey chơi mệt tên nơi cái lạnh bật tia nhằng ai bật tia rồi bọc quật nó nơi mình ngay bị nung đỏ cả màu mề và tha này chích đại thế bây lại quật rô khơi những cái nơi chích chân nung đỏ cả màu này ai có thaสมัยnó cứ sờ bộ đào chưa nát cứ đào chưa thông ai chia bị xe cứ sờ bộ đào mà đẹp bơ có tha sờ bộ mà đẹp bơ mền tên ai mà đẹp bơ đi thông nè ai quạt buồn nâng đào mà đẹp bơ nâng ấy ai quạt màn khơi khla mà cu nâng đào châu mà chết bật tía bây lại quạt khơi khla nâng đào châu mà chết bật tía khla nâng on miền thưa ấy thì hiên này con đại việt đào mà hái câu việt tờ lọp từ mình cái có tha tờ lọp đi mình men việt tờ lọp từ hái từ tờ món ấy nè cứ việt tờ lọp nó việt rong trăm đo pe dục từ việt tờ lọp màu mà đòn tiền chẳng quát có chọc phí cái lại đại quát buồn đằng màu cho máu máu prap mê bị chia cả prap mê mình chia ca hái mê mình chia ca nó có bị chun cầm lăng tới cho môi quát đầm bay ói riệp vừa nè sầm ram bánh sạch khla này tẹo bánh nhá nó cầm ói về chọc mà đo bị tiền rồi bật tia rồi bọc quạt nó cứ miên thể hiện đào là bàn còn đấy vì nơi tại mía rương khla nó một hàm bàn chẳng á
គេហ៊ានដែលដើរល្បាតនេះគឺគេដើរល្បាតខ្លាចមានកងទ័ពខាងសត្រូវអីមកដាក់ក្របបែកអញ្ចឹងទៅអាហ្នឹងតាមគាត់និយាយណាហើយគាត់នាំគ្នា4នាក់ទៅធ្វើធ្នាក់នេះគឺឆ្ងាយពីកន្លែងគេដើរល្បាតហើយគាត់ថាគាត់និយាយប្រាប់ទៅមេបជាការថាបើសិនជាលឺកំភ្លើងអីគ្រាន់តែឲ្យទ័ពត្រៀមបំរុងទុកទៅព្រោះអីខ្លាចជួបសត្រូវខ្លាចប៉ះជាមួយនឹងទ័ពរបស់សត្រូវអញ្ចឹងណាអញ្ចឹងទៅក៏ឲ្យរៀបចំទុកឲ្យហើយបើសិនជាលឺស្នូ2-3គ្រាប់ហើយបាត់អត់មកដល់ទេក៏ហីទៅប៉ុន្តែអានេះគាត់ឲ្យមេបជាការនេះរៀបចំត្រៀមខ្លួនទុកឲ្យហើយសិនក្រែងលោមានរឿងណាមួយមិនប្រក្រតីអញ្ចឹងណាព្រោះអីយើងដឹងហើយថានៅក្នុងសម័យសង្គ្រាមវាមិនស្រួលទេដល់ពេលគាត់ចាំនៅកន្លែងផ្លូវដែលខ្លានឹងចុះមកពេលថ្ងៃគាត់ថាចាំរហូតទៅដល់ម៉ោង11ឈានចូលទៅ12គាត់ថាខ្ទង់ប៉ុណ្្នឹងហើយព្រោះអីគាត់អង្គុយចាំយូរខ្លាំងមែនទែនដល់ពេលអញ្ចឹងទៅស្រាប់តែព្រៃហ្នឹងវាត្រជាក់គាត់ថាព្រៃត្រជាក់ឯងសុំមកតែម្ដងអស់ពីត្រជាក់ទៅខ្យល់វូអស់ពីខ្យល់ទៅហប់ឈឹងហប់អត់មានខ្យល់អីសំបីតែបន្តិចទេបងប្អូនអរគ្នាហប់ហើយឮសំឡេងខ្លាក្រហឹមដើរមកតែមកតែកន្លែងហ្នឹងគឺវានៅឆ្ងាយពីប្រទាយរបស់គាត់អញ្ចឹងបើសិនជាខ្លានឹងក្រហឹមក៏អត់ឮដែរអត់ឮដល់ប្រទាយទេពេលដែលខ្លានឹងក្រហឹមហើយមកសទុះស្រាប់តែឃើញមកមែនបងប្អូនអរគ្នាហើយគាត់ថាខ្លាមួយគូនេះគឺមានព្រាយកាន់មានភ្លើងនៅជាប់ចង្គោមរបស់វាឃើញដើរមកមួយគូនឹងបដើគ្នាហើយក្រហឹមបដើអីបដើហ្នឹងមកគាត់ក៏កេះទៅគ្នារបស់គាត់ប្រហែលអ្នកដែលមកជាមួយគាត់ណាគាត់ថាគ្នារបស់គាត់នេះគឺញ័រជើងទៅត្រឹមតែម្ដងឃើញខ្លាដើរចូលមកហើយមានភ្លើងអញ្ចឹងណាដល់អញ្ចឹងទៅអ្នកដែលមកជាមួយគាត់ហ្នឹងគឺខ្លាចមានអារម្មណ៍ថាខ្លាចអង្គុយញ័រឯងនៅលើដើមឈើវិញគាត់ថាដើមឈើរបស់គាត់គឺគាត់ធ្វើធ្នាក់ហ្នឹងគឺខ្ពស់ប្រហែលជា2 ដណ្ដប់ម៉ែត្រនោះខ្ពស់មែនទែនហើយខ្លាហ្នឹងដើរមកគាត់ថាគាត់ហ្នឹងមើលឃើញសមោលខ្មៅនៅអង្គុយពីលើខ្លាហ្នឹងហើយសមោលខ្មៅនេះគាត់ថាមិនមែនឃើញមួយទេគឺឃើញច្រើនសមោលច្រើនប៉ុន្តែសមោលនេះវារាងតូចគាត់ថាឃើញរាងតូចទេតែច្រើនគាត់ថាពេលហ្នឹងគ្រាន់តែខ្លានឹងដើរជិតមកដល់គល់ឈើដែលគាត់នៅហើយគាត់លើកកំភ្លើងបាញ់តែមកហើយគាត់ថាកំភ្លើងរបស់គាត់កំភ្លើងធម្មតាអត់មានអាគុំមុំម៉ាមិនទេហើយបាញ់ខ្លាហ្នឹងបាញ់មិនមុតទេមិនងាប់ទេពេលដែលគាត់បាញ់ណាគាត់ថាបាញ់អត់ងាប់ទេគ្រាន់តែធ្វើឲ្យខ្លាហ្នឹងវាខ្លាចហើយវារត់ចេញទៅណាវាធ្វើឲ្យខ្លាហ្នឹងវាផ្អើលហើយគាត់ថាគាត់បាញ់អស់7គ្រាប់បានខ្លាហ្នឹងវារត់ចេញទៅពេលដែលបាញ់ខ្លាហ្នឹងវាកិច្ចបាញ់អត់ត្រូវទេទៅបាញ់មិនក៏មិនត្រូវដែរហើយខ្លាហ្នឹងវាចេះកិច្ចណាដល់គាត់បាញ់មកគ្រាប់ចុងក្រោយអាគ្រាប់ទី7ហ្នឹងគាត់ថាលឺសូរតែផេះហើយផេះហ្នឹងគាត់ថាត្រូវភ្លើងខ្លាអាភ្លើងនៅចង្គោមលឺសូរតែផេះគាត់ថាផេះខ្លាស្រែកក្រហឹមមកស្រែកក្រហឹមហើយវារត់ឡើងទៅលើភ្នំវិញបាត់ហើយគាត់ថាមួយយប់នេះគឺគាត់អត់បានដេកទេតាំងអំពីពេលដែលគាត់បាញ់ខ្លានឹងត្រូវឬសូតាផេះនឹងហើយគាត់ចេះតែនៅអង្គុយចាំមើលនឹងគាត់ថាមកយប់នេះគឺល្ងុយខ្លាំងមែនទែនប៉ុន្តែអត់ធំព្រោះអីដោយសារគាត់អត់ចេះគុំគាថាអីទេខ្លាចខ្លានឹងវាមកបំភ័ន្តអីចឹងណាព្រោះអីគាត់ថាព្រាយខ្លាតាមចាស់ដែលធ្លាប់និយាយណាគឺមានអំណាចខ្លាំងណាស់ប៉ុន្តែអានេះវាចៃដន្យគាត់ថាចៃដន្យទេគាត់បាញ់ត្រូវវាត្រូវចង្គោមវាកន្លែងភ្លើងហ្នឹងគាត់បាញ់ត្រូវហើយហ្នឹងខ្លាហ្នឹងវាខ្លាចគាត់លែងហ៊ានមកទៅគាត់ថាមកយប់នេះរហូតដល់ព្រឹកតាន់តែថ្ងៃរះបានគាត់ចុះពីលើធ្នាក់ហ្នឹងត្រឡប់មកប្រទាយវិញហើយតាំងពីពេលហ្នឹងមកគាត់ថានៅក្នុងប្រទាយរបស់គាត់គឺលែងមានរឿងខ្លាហ្នឹងចូលមកខំទាហានស៊ីទៀតហើយគឺបាត់ស្ងាត់សូនឈឹងរហូតតាន់តែគាត់ចេញពីកន្លែងហ្នឹងទៅកន្លែងផ្សេងទៀតហើយអ្នកក្រោយទៀតគាត់អត់ដឹងទេណាគាត់អត់ដឹងថាវាមានរឿងអីទេប៉ុន្តែពេលដែលគាត់នៅនេះគឺគាត់អត់ជួបប្រទះនៅរឿងទាំងអស់ហ្នឹងទៀតទេអានេះសាច់រឿងរបស់គាត់ដែលគាត់នៅធ្វើជាទាហានអាហ្នឹងគាត់និយាយប្រាប់ថាខ្មោចទាហាននិងរឿងសត្វសាហាវតែសាច់រឿងគឺខ្ញុំដាក់តែខ្មោចទាហានទេអញ្ចឹងសូមអធិស្ឋានដល់បងប្អូនអរគ្នាក្រែងលោកខ្ញុំនិយាយសាច់រឿងរបស់គាត់ថែមទៅបងប្អូនអរគ្នាថែ
admin mình giấy thèm mà đã tại rường màu chỉ hiến tại anh ấy đây xa quạt này dây thèm bạp một càn khi chẳng khi có bật thèm tại chẳng khi có miền để sai rường bọc quạt phần này tí bong bộ nó kia hay khi có xong phải chọn này sai rường tại môn phải chọn sai rường ní khi có xong thay nó cuốn đò bong bộ nó kia để bạn chui subscribe này channel bọc nhóm nâng bong bộ nó kia để bạn chui comment lực thực chất đọc nhóm chẳng có xong ở cuốn nâng sống chùm riệp lia